ចាសួស្តីបងប្អូនមានដំណើររឿងមួយមានគ្រួសារមួយដែលគាត់បានរៀបការចាប់ដៃគ្នាសាងអនាគតទៅរស់នៅឯខេត្តមួយក៏ប៉ុន្តែគាត់មានជីវភាពជាមធ្យមគាត់ធ្វើស្រែចម្ការជារៀងរាល់ថ្ងៃប្តីរបស់គាត់បានទៅធ្វើចម្ការរាល់ពេលល្ងាចគឺគាត់ត្រឡប់មកវិញភរិយារបស់គាត់គឺនៅផ្ទះជាស្ត្រីមេផ្ទះដ៏ល្អរៀបចំទុកដាក់បាយសម្លជូនប្តីគ្របជារៀងរាល់ថ្ងៃទុកឲ្យប្តីមកត្រឡប់វិញពីសារត្រជាក់ចិត្តត្រជាក់អារម្មណ៍ថ្ងៃមួយប្រពន្ធបានអាំងត្រីហើយគ្របទុកនៅលើតុហើយក៏មានសត្វឆ្មាមួយក្បាលគាត់ចូលមកលួចត្រីអាំងនោះក៏ប្តីត្រឡប់មកវិញក៏បើកមើលក៏អត់មានឃើញក៏ខឹងណាស់ស្រាប់តែលុះស្អែកឡើងប្តីក៏ត្រឡប់មកវិញឆ្មានោះបានចូលមកបំរុងនឹងស៊ីម្ហូបដែលប្រពន្ធគ្របទុកនោះក៏ប្តីលើកកំបិតកាប់ម្រាមដៃរបស់ឆ្មានោះចេញដាច់ហូរចេញឈាមដាច់ដៃដាច់ជើងទៅគាត់ខឹងណាស់លុះក្រោយបន្ទាប់មកភរិយារបស់គាត់ក៏ចាប់ផ្ដើមមានផ្ទៃពោះក៏កើតបានកូនស្រីមួយដែលមានផូរផង់រូបឆោមរោមល្អណាស់ឈ្មោះថារិស័យដល់ទៅពេលកូនស្រីនោះកើតមកហើយក៏ម្ដាយឪពុកក៏កលេចមើលដៃជើងកូនស្រីរបស់គាត់ក៏មានអង្រាមដាច់កងឹតដូចដែលឪពុកកាត់ឆ្មានោះចឹងលុះរហូតដល់កូននឹងអាយុប្រហែលជា7-8ឆ្នាំក៏បានសួរម៉ាក់ប៉ាថាម៉ាក់កូនទៅក្រៅកូនលេងជាមួយគេកូនខ្មាស់គេណាស់គេសើចឲ្យកូនចំអកឲ្យកូនព្រោះតែដៃរបស់កូនឥតមានម្រាមអញ្ចឹងកងឹតពាក់កដាអញ្ចឹងដល់ទៅពេលហើយម្ដាយឪពុកក៏មើលមុខកូនដោយស្រងោតស្ងាត់រួចក៏បន្តទៅប្រាប់កូនថាកូនដឹងទេកាលពេលមួយឪពុករបស់កូនឲ្យតែឆ្មាចូលមកលួចស៊ីត្រីអាំងគឺឪពុកកូនខឹងណាស់ក៏ទាញកំបិតកាត់ម្រាមដៃឆ្មានោះរហូតដល់ម៉ាក់ពពោះកូនដល់កូនកើតមករូបសម្ផស្សស្អាតណាស់តែម្រាមដៃកូនដាច់ដូចដែលឪពុកធ្វើដាក់ជាមួយឆ្មាអញ្ចឹងដែរដូច្នេះហើយម្ដាយឥតមានអ្វីទេគូចង់សន្សំកុសលយ៉ាងណាក៏មិនបានដែរព្រោះជាកម្មរបស់ឪពុកសាងតែធ្លាក់មកលើកូនដូច្នេះកូនក៏មើលមុខម្ដាយភ្លឹះទៅដោយសេចក្តីអាណិតស្រឡាញ់ដល់កូន